វេទិកាខ្ញុំអើយអនុញ្ញាតឲ្យខ្លួនឯងបិទភ្នែកស្រមៃ2ទៅ3វិនាទីទៅមើលថាតើអ្វីទៅគឺជាគុណតម្លៃដែលធ្វើឲ្យស្ត្រីធម្មតាម្នាក់ខ្លាចទៅជាមនុស្សអ្នកផងទាំងពួកគេស្រឡាញ់និងទុកចិត្តតើវាគឺជាសម្រស់របស់នាងកិត្តិយសឬទ្រព្យសម្បត្តិទៅណអង្គវេទិកាទាំងមូលជាថ្មីម្ដងទៀតនាងខ្ញុំសូមសម្ដែងនៃការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគណៈអធិបតីគណៈកម្មការលោកប៉ាអ្នកម៉ាក់និងសូមស្វាគមន៍ទៅកាន់មិត្តអ្នកសិក្សាជាទីស្រឡាញ់នៃខ្ញុំនាងខ្ញុំសនមនីវ៉ាន់ជាសិស្សថ្នាក់ទី10នៃសាលាមីកាវេក្រាន់ប៊ីកាន1ជាលើកទី2ហើយដែលនាងខ្ញុំមានឱកាសបានឈរនៅលើឆាកដ៏អស្ចារ្យមួយនេះដើម្បីបកស្រាយអំពីស្ត្រីនោះគឺក្លឹមរបស់ស្ត្រីស្ថិតនៅក្នុងភាពមានភក្តីភាពអង្គវេទិកាទាំងមូលជាទីគោរពអនុញ្ញាតឲ្យនាងខ្ញុំនាំយកពីកន្លឹះសំខាន់ពីរមុននឹងចូលទៅដល់ការបកស្រាយប្រធានខាងលើឲ្យកាន់តែមានន័យលម្អិតពាក្យថាស្ត្រីគឺជាមនុស្សភេទស្រីដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារនៅក្នុងសង្គមជាតិជាពិសេសក្នុងការបង្កើតនិងការថែរក្សាជីវិតមនុស្សចំណែកឯពាក្យថាភក្តីភាពគឺជាភាពស្មោះត្រង់ភាពបរិសុទ្ធការមិនបោះបង់នេះបើយោងទៅតាមវិជ្ជានុក្រមរបស់សម្ដេចព្រះសង្ឃគ្រីស្ទជូណាតដូច្នេះប្រធានខាងលើចង់មានន័យថាក្លឹមរបស់ស្ត្រីមិនស្ថិតលើតែសម្រស់ឬទ្រព្យសម្បត្តិទេប៉ុន្តែស្ត្រីក៏ត្រូវតែមានភាពស្មោះត្រង់និងមានភក្តីភាពដោយឃ្លាមួយបានពោលថាសម្រស់ប្រៀបដូចជាផ្កាដែលក្រៀមស្វិតប៉ុន្តែភក្តីភាពគឺជាក្លិនក្រអូបដែលមិនចេះសាបសូន្យមិត្តអ្នកសិក្សាជាទីស្រឡាញ់តាមមកមើលតលហីក3ដែលចូលមកអង្រួនសោតៈរបស់អ្នកថាតើភក្តីភាពរបស់ស្ត្រីមានន័យជ្រាលជ្រៅកម្រិតណាទី1ភក្តីភាពជាគ្រឹះនៃសេចក្តីស្រឡាញ់ក្នុងគ្រួសារភក្តីភាពជាអង្គធាតុមួយដ៏សំខាន់ដែលធ្វើឲ្យទំនាក់ទំនងគ្រួសារមានភាពរឹងមាំស្ត្រីដែលមានភក្តីភាពចំពោះប្តីកូននិងគ្រួសារនឹងធ្វើឲ្យគ្រួសារមានសុខដុមរមនានិងទុកចិត្តគ្នាទៅវិញទៅមកដូចនៅក្នុងរឿងអក្សរសិល្ប៍ខ្មែររឿងរាមាយណៈតួអង្គនាងសីតាគឺជាតួអង្គដែលមានភក្តីភាពខ្ពស់ចំពោះស្វាមីរបស់នាងគឺជាព្រះរាមទោះបីជានាងត្រូវប្រឈមនឹងទុក្ខលំបាកត្រូវគេចាប់យកទៅណាក៏ដោយក៏នាងនៅតែមានភាពស្មោះត្រង់មិនបោះបង់ស្វាមីរបស់នាងដែរមិនខុសអីពីសង្គមយើងប្រហែលទេស្ត្រីជាច្រើនខិតខំប្រឹងប្រែងធ្វើការថែរក្សាគ្រួសារគាំទ្រប្តីកូនទោះជួបនឹងទុក្ខលំបាកនេះជាផលតាំងបង្ហាញបានថាភក្តីភាពរបស់ស្ត្រីអាចធ្វើឲ្យគ្រួសារមានសុភមង្គលនិងមានសុខដុមរមនាបានទី2ភក្តីភាពបង្ហាញពីសិលធម៌និងអត្តចរិតត្រង់ចំណុចនេះស្ត្រីដែលមានភក្តីភាពតែងតែមានសិលធម៌ល្អនិងមានទំនួលខុសត្រូវខ្ពស់នាងដឹងថាត្រូវធ្វើអ្វីនិងត្រូវធ្វើបែបណាដើម្បីថែរក្សាតម្លៃរបស់ខ្លួននៅក្នុងសង្គមស្ត្រីជាតួអង្គដែលតែងតែត្រូវបានគេពិពណ៌នាថាគឺជាមនុស្សសុភាពរាបសារគោរពប្រពៃណីនិងមានភាពស្មោះត្រង់ស្ត្រីដែលមានភាពស្មោះត្រង់ក្នុងការងារនិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនតែងតែទទួលបានការគោរពនិងការឲ្យតម្លៃជាតតាំងឧបនាយករដ្ឋមន្ត្រីជាន់ខ្ពស់ម៉ែនសំអនត្រូវបានមនុស្សម្នាគោរពដោយសារតែភាពស្មោះត្រង់និងការបម្រើជាយូរឆ្នាំគាត់បានចូលរួមយ៉ាងសកម្មក្នុងការជួយទៅដល់សង្គមជាតិនិងការពារទៅដល់សិទ្ធិនារីចំណែកឯតលហីកគុណពៅភក្តីភាពជាគំរូសម្រាប់ចំនួនក្រោយមានន័យថាស្ត្រីដែលមានភក្តីភាពនឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់កូននិងសង្គមកុមារដែលធំឡើងជាមួយគ្រួសារដែលមានភាពស្មោះត្រង់និងចេះអធ្យាស្រ័យឲ្យគ្នាពួកគេនឹងរៀនយកគុណតម្លៃទាំងអស់នោះយកទៅអនុវត្តនៅក្នុងជីវិតពិតម្ដាយជាតួអង្គដែលតែងតែត្រូវបានគេបង្ហាញថាគឺជាគ្រូដំបូងគេបង្អស់ដែលបង្រៀនកូនអំពីសិលធម៌និងភាពស្មោះត្រង់ជាក់ស្ដែងលោកជំទាវពេជ្រច័ន្ទមនីគឺជាស្ត្រីដែលមានកេរ្តិ៍ឈ្មោះល្អក្នុងការជួយទៅដល់សហគមន៍គាត់បានរៀបចំកម្មវិធីជួយទៅដល់កុមារក្រីក្រនិងលើកកម្ពស់វិស័យអប់រំនេះជាផលតាំងបង្ហាញបានថាភក្តីភាពរបស់ស្ត្រីអាចបង្កើតឲ្យសង្គមមួយមានគុណធម៌បានយ៉ាងល្អសរុបសេចក្តីមកក្លឹមរបស់ស្ត្រីពិតប្រាកដគឺស្ថិតនៅក្នុងភក្តីភាពនេះហើយទើបធ្វើឲ្យស្ត្រីខ្លាចទៅជាគ្រឹះមួយដ៏រឹងមាំនៅក្នុងគ្រួសារដោយសុភាសិតខ្មែរមួយបានពោលថាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាដូច្នេះសង្គមគួរតែគាំទ្រនិងលើកតម្កើងតម្លៃនេះដើម្បីឲ្យសង្គមជាតិនិងប្រទេសជាតិកាន់តែមានភាពរីកចម្រើនហេតុនេះក្នុងនាមនាងខ្ញុំជាក្មេងស្រីហើយក៏ខ្លាចទៅជាស្ត្រីមួយរូបផងដែរនោះនាងខ្ញុំសូមបដិញ្ញាចិត្តថានឹងខិតខំប្រឹងប្រែងថែរក្សាតម្លៃរបស់ខ្លួនអភិវឌ្ឍភាពស្មោះភក្តីមានគុណធម៌មានសុជីវធម៌និងមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិនឹងធ្វើជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយជាចុងបញ្ចប់នាងខ្ញុំសូមសម្ដែងនៃការអរគុណ
អាយុវណ្ណៈសុខៈនិងពលៈកំបីคลิกឡើយសូមអរគុណ